ជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបធ្វើញាំមីសួរចាជូនបងប្អូនសម្រាប់ទស្សនាចាអញ្ចឹងវីដេអូនេះខ្ញុំនេះថាធ្វើរៀងកាត់ជូនបងប្អូនណាចាអញ្ចឹងមកដឹងពីវិធីធ្វើទាំងអស់គ្នាចាអញ្ចឹងការធ្វើញាំមីសួរនេះគឺងាយស្រួលទេបងប្អូនចាអញ្ចឹងគ្រឿងផ្សំរបស់យើងហ្នឹងគឺមានត្រសក់ផ្អចាហើយមានការ៉ុតមានស្ពៃខ្តោបចាយើងអាចយកស្ពៃខ្តោបពណ៌សនិងស្ពៃខ្តោបពណ៌ខៀវដើម្បីឲ្យវាមានពណ៌ស្អាតយកមកធ្វើចាហើយមានជីគ្រប់មុខចាហើយមីសួរចាមីសួរឬក៏តាំងហ៊ុនណាចាហើយចំពោះសាច់ជ្រូកគឺយើងត្រូវជ្រើសរើសយកសាច់ជ្រូក3ជាន់យកទៅស្ងោរឲ្យឆ្អិនណាបងប្អូនចាយើងហាន់ជាចំណិតតូចចាបន្ទាប់មកគឺការលាយគ្រឿងរបស់យើងហ្នឹងគឺយើងយកសាច់ជ្រូក3ជាន់របស់យើងដែលហាន់ហើយហ្នឹងគឺយកមកច្បល់ជាមួយនឹងទឹកត្រីផ្អែមរបស់យើងជាមុនសិនដើម្បីឲ្យសាច់ជ្រូករបស់យើងហ្នឹងចូលជាតិគ្នាជាមួយគ្រឿងណាចាបន្តមកទៀតគឺយើងធ្វើការដាក់បន្លែរបស់យើងចូលចាមានការ៉ុតមានស្ពៃខ្តោបចាហើយមានត្រសក់ចាហើយយើងចាប់ផ្ដើមធ្វើការច្បល់គ្រឿងជាមួយសាច់របស់យើងជាមួយបន្លែណាចាឲ្យចូលជាតិគ្នាចាហើយយើងអាចថែមទឹកត្រីផ្អែមយើងបន្តិចពីលើបន្លែរបស់យើងណាចាយើងលាយបែបហ្នឹងទៅចាហើយបន្ទាប់មកយើងដាក់មីសួររបស់យើងចូលចាមីសួរហើយនឹងជីគ្រប់មុខរបស់យើងចូលទៅចាហើយយើងធ្វើការដាក់ច្បល់ជាមួយនឹងទឹកត្រីរបស់យើងនឹងបន្ថែមទៀតចាអញ្ចឹងបងប្អូនភ្លក់រសជាតិទៅចាហើយប្រៃផ្អែមអីព្រោះយើងលាយជាមួយនឹងទឹកត្រីផ្អែមរបស់យើងហ្នឹងគឺត្រូវរសជាតិហើយអញ្ចឹងយើងដាក់មើលថាមកល្មមដែលយើងគិតថាយើងរសជាតិដែលយើងចង់បានណាចាអញ្ចឹងយើងធ្វើការច្បល់បែបហ្នឹងទៅបងប្អូនចាគឺងាយស្រួលទេចារួចជាការស្រេចហើយបងប្អូនចាអញ្ចឹងការច្បល់គឺយើងត្រូវច្បល់ឲ្យចូលជាតិគ្នាចាដើម្បីឲ្យបន្លែហើយនឹងគ្រឿងរបស់យើងហ្នឹងគឺចូលជាតិគ្នាបានល្អហើយយើងហូបទៅគឺចាមានរសជាតិឆ្ងាញ់ចាអញ្ចឹងងាយចាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាអរគុណសូមជម្រាបលាចាសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗដែលនេះខ្ញុំបានបង្ហោះជូនសូមអរគុណ